Chào sơ đây nên tụiគ្នាថ្ងៃនេះផងដែរខ្ញុំសូមធ្វើគឺបង្ការបង្ហាញជូនពីការចាក់ material ក្នុងកម្មវិធី Enscape ដែលយើងតពីថ្ងៃមុនអញ្ចឹងការចាក់ material នៅក្នុង Enscape វាមាន keyword របស់វាអញ្ចឹងខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នាអញ្ចឹងជាដំបូងខ្ញុំត្រូវមើលកន្លែងនេះសិនខ្ញុំត្រូវ pick លើ frame កញ្ចក់នេះមួយហើយអ្នកទាំងអស់គ្នានឹងឃើញថាវា load មកបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់ website មួយដែលមានថាសូមទោសដែលមានឈ្មោះថា Material Enscape អញ្ចឹងអ្នកទាំងអស់គ្នាអូសវាដល់ខាងក្រោមមកយើងនឹងឃើញ keyword របស់វាមាននេះប្រអប់ខាងក្រោមនេះមាន glass ជ្រង steel carpet ceramic marble plastic fabric ដែលខ្ញុំបានបង្ហាញជូនអស់នេះអញ្ចឹងយើងឃើញថាប្រភេទស៊ុំកញ្ចក់មិញគឺជាប្រភេទជ្រងអញ្ចឹងយើងចូលទៅកន្លែងរបស់យើងមិញមកហើយយើងវាយតពីកន្លែងយើង pick មិញហ្នឹងយើងដាក់ថាជ្រងហើយ enter អញ្ចឹងយើងនឹងឃើញហើយ load នេះលើនេះវា load ឲ្យហ្មងយើងមើលផងបើយើងវាយអត់ត្រូវគឺវា load ឲ្យអញ្ចឹងឃើញយើងឃើញថាស៊ុំកញ្ចក់របស់យើងវាចេញចាំងជាងមុនណាមកដល់កន្លែងនេះមួយទៀតយើងមើលលើកញ្ចក់របស់យើងវិញយើង pick មកអញ្ចឹងករណីកន្លែងនេះយើងមានកន្លះរួចជាស្រេចហើយអញ្ចឹងយើងឃើញថាវាចាំងឲ្យហើយនេះបើសិនជាអ្នកទាំងអស់គ្នាចាក់ material កញ្ចក់ហើយតែវាអត់ចេញ load ពាក្យ glass ទេឬមួយក៏វាចេញជា mirror អញ្ចឹងយើងត្រូវវាយ glass ដោយសារតែ mirror វាជាប្រភេទកញ្ចក់ឆ្លុះសំទោសជាកញ្ចក់ឆ្លុះហើយនឹង glass នេះនេះជាកញ្ចក់ប្អួចឬក៏ទ្វារអីជាដើមអញ្ចឹងយើងត្រូវវាយ glass កន្លែងនេះដោយសារកន្លែងនេះមានហើយយើងអត់ត្រូវការវាយទៀតទេអញ្ចឹងយើងចូលទៅតម្លាក់ opacity វាបន្តិចមកយើងអាចសេរីក្នុង Swift App បានហើយក៏វាអាចដើរនៅក្នុង Enscape យើងនេះខ្ញុំចង់ឲ្យវាប៉ុណ្ណេះហើយមួយទៀតខ្ញុំសូមសេរី material ឥតនេះបន្តិចយើង pick ណាអញ្ចឹងកន្លែងនេះដោយសារថាយើង keyword របស់យើងវាអត់មានទេអញ្ចឹងយើងត្រូវថាទៅរកមើលនៅក្នុងរូបបាលនេះហើយកន្លែង tab នេះបានន័យថាបើសិនជាវាជាប្រភេទដូចខាងក្រោមនេះយើងត្រូវ click លើណាមួយមកទីហោដូចជាឡានការចាំងរបស់ឡាន grass water ឬក៏ជាcarpet អីអស់នេះយើងអាចសេរីលើនឹង click លើនឹងហើយយើងធ្វើការសេរីមួយថាដោយសារនេះវាជាប្រភេទទូទៅដែលយើងអត់ដឹងថាជាអីមួយទេយើងយក generic នេះមកចុះខ្ញុំជ្រើសរើសចូល generic នេះហើយវានឹង load ពាក្យalbedo អញ្ចេះឲ្យអ្នកទាំងអស់គ្នាឃើញអញ្ចឹងខ្ញុំចង់សេរីបាំវាសម្រាប់កន្លែងសេរីបាំនេះបានន័យថាធ្វើទឹកឈើនឹងផុសចូលក្នុងឬមួយក៏ចេញក្រៅអញ្ចឹងយើងត្រូវ use albedo មួយមកអញ្ចឹងយើងអូសចុះក្រោមបានន័យថារូបនេះវាផុសចុះក្រោមនេះហើយយើងអូសឡើងលើវិញបានថាវាផុសឡើងលើតែយើងយកមកលំមមកយកប៉ុណ្នេះកន្លែងនេះដូចគ្នាដែរតែ reflection យើង use albedo ដូចគ្នាយើងអាចសេរី specular វាបានរកឲ្យវាដាច់ច្បាស់ចាអញ្ចឹងចូលមកដល់កន្លែងនេះវិញទៀតខ្ញុំចង់សេរីដល់នេះមួយវិញខ្ញុំត្រូវមើលនេះផងយើងត្រូវ like scene របស់វាចឹងយើង pick មួយមកយើងចូលទៅរូបបាលមិញកន្លែងនេះដូចគ្នាកន្លែងឥតមិញដែរយើង use albedo ហើយយើងក៏ឲ្យចង់វាចុះក្រោមឬវាឡើងលើចុះក្រោមឃើញនេះភាពវាផុសចុះក្រោមយើងទាញវាឡើងលើប៉ុណ្ណេះបានហើយនេះដូចគ្នា reflection របស់កន្លែងហ្នឹងយើង use albedo ដូចគ្នាមកហើយយើងសេរី specular វាប៉ុណ្ណាខ្ញុំចូលប៉ុណ្ណេះមកអូខេអញ្ចឹងការចាក់ material របស់យើងគឺ
ដោយដែលខ្ញុំបានបង្ហាញប៉ុណ្ណឹងឥឡូវដូចជាហើយហើយខ្ញុំចាក់តែប៉ុណ្ណឹងទេដើម្បីបង្ហាញជូនឥឡូវយើងចូលទៅស៊ីនរបស់យើងអាចបិទនេះវាបើកទៅនេះអញ្ចឹងខ្ញុំចង់បានប៉ុណ្នេះអញ្ចឹងឥឡូវចូលមកដល់យើងសេរីហើយអស់ហើយពីវីដេអូមុនគឺខ្ញុំបានបង្ហាញពីរបៀបសេរីហើយអស់ហើយអញ្ចឹងយើងចូលមកដល់កន្លែងនេះយើងត្រូវមើលកន្លែង render quality អញ្ចឹងបើយើងកុំព្យូទ័ររបស់យើងមានលទ្ធភាពយើងអាចអូសវាដល់ ultra មកហើយយើងមើលទៅលើ output នេះយើងត្រូវមើលថាយើងចង់បាន Full HD ឬមួយក៏ GA អញ្ចឹងយើងអាចជ្រើសរើសបានអញ្ចឹងខ្ញុំចង់បាន Full HD យើងត្រូវ take កន្លែងនេះមកដើម្បីពេលយើងសេរីក្នុង Photoshop ទៀតវាមានការងាយស្រួលហើយវាស្រស់ស្អាតអញ្ចឹងកន្លែងនេះខ្ញុំចង់បានប៉ុណ្ណឹងហើយយើងត្រូវការជ្រើសរើសរកពាក្យថា screenshot ឬមួយក៏ zip បូកនឹង11 F11 អញ្ចឹងខ្ញុំចុចលើនឹងមកហើយយើងជ្រើសរើស folder មួយណាដែលយើងចង់ដាក់ទីហោខ្ញុំចង់ដាក់នៅកន្លែងណាមួយរបស់ខ្ញុំអញ្ចឹងទៅយើង save ហើយវានឹងធ្វើការ render រូបភាពទាំងឲ្យរៀងតាក់បន្តិចអ្នកនរគ្នានេះវាចាប់ដើមដើរឲ្យដោយសារតែយើងយកកម្រិតរៀងច្បាស់អញ្ចឹងទៅវារៀងយូរបន្តិចអញ្ចឹងពេលដែលរូបភាពនឹងពេញគឺយើងអាចបើកវាមកមើលបានហើយអញ្ចឹងការ render របស់យើងគឺមានតែប៉ុណ្្នឹងទេចាំពេញចាំខ្ញុំបើកឲ្យអ្នកទាំងអស់គ្នាមើលចាឥឡូវយើងឃើញថាវាបញ្ចប់ការ render ហើយអញ្ចឹងយើងចូលទៅមើលរូបភាពរបស់យើងមិញអ្នកលើ desktop នេះរូបភាពដែលយើងធ្វើការ render អំបញ្ញមិញអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះបាយបាយ